បាទបងប្អូននេះជាសកម្មភាពដ៏ខ្លីៗពីការធ្វើនំចុកស្រស់ជាងហ្នឹងបាទធ្វើដល់ខ្លួនឯងមកញ៉ាំដល់ខ្លួនឯងហើយបងប្អូនមើលហើយក៏ចង់ញ៉ាំដែរមកទៅនេះនិយាយពីថាបាទជាមុនដំបូងបាទយើងដាំទឹកមកយើងដាក់គល់សក្តិមកដុំមកដាក់ខ្ជាយដាក់ខ្ទឹមមកបងប្អូនហើយយើងដាក់ប៊ីចេងស្ករសទឹកត្រីយើងមកគេហៅថាបងប្អូនយើងផ្សំគ្រឿងដូចទឹកស៊ុបអញ្ចឹងដែរយើងលាងជើងមាន់យើងអញមកលាងត្រីឲ្យស្អាតលាង 4-5 ទឹកឲ្យមកដាក់អំបិលដាក់អីទៅឥឡូវយើងទឹកពុះហើយយើងក៏ដាក់ស្ងោរជើងមាន់បាទស្ងោរជើងមាន់យើងខែដែរ1គីឡូជាងដែរបាទហើយនឹងត្រីមួយហ្នឹងបាទដាក់ទៅប៉ោះអែមត្មងដាក់អស់បាទដាក់អស់ខាតឥឡូវនេះពុះហើយយើងស្រង់គុលខេចេញមកហើយត្រីក៏ឆ្អិនដែរយើងស្រង់ត្រីមកបាទយើងស្រង់ត្រីហើយយើងទុកឲ្យត្រជាក់បាទហើយយើងក៏ចាក់ទឹកបន្ថែមបាទទឹកបន្ថែមឥឡូវត្រីត្រជាក់ហើយបាទយើងបេះជាដុំមកបាទបេះវាជាដុំឥឡូវបុកគ្រឿងទុកឆាជាមួយនឹងត្រីតែម្ដងបាទឥឡូវយើងបុកគ្រឿងហើយយើងក៏យកគ្រឿងមកឆាយើងឈ្ងុយតិចមកបាទឆាឈ្ងុយហើយយើងដាក់សាច់ត្រីយើងដាក់រ៉ូឌីបន្តិចបាទដាក់រ៉ូឌីហើយយើងដាក់ស្ករបន្តិចមកបាទស្ករបន្តិចហើយដាក់ប៊ីចេងបន្តិចមកបាទដូចគ្នាយើងដាក់ជាងចាប់ជាតិឥឡូវចាក់ទឹកត្រីហើយយើងចាក់ទឹកត្រីមកយើងច្បល់វាមានចាប់ជាតិឲ្យយើងញ៉ាំសាច់ត្រីទៅវាមានជាតិឈ្ងុយឆ្ងាញ់នៅនឹងសាច់ត្រីហ្នឹងតែម្ដងបាទឥឡូវយើងឆាហើយបាទយើងយកមកដាក់ក្នុងទឹកស៊ុបបាទយើងដាក់ឲ្យវាចាប់ជាតិបាទទឹកស៊ុបយើងក៏មានជាតិសាច់ត្រីយើងក៏មានជាតិចឹងវាកាន់តែមានឲ្យជារសបាទឈ្ងុយឆ្ងាញ់បាទយើងញ៉ាំទៅគឺជាចាប់មាត់តែម្ដងបាទឥឡូវយើងដាក់ហើយយើងដាក់ឈាមមួយចានទៀតបើវាដែកត្រាពេលហ្នឹងមកដើម្បីយើងស្រួលដួសញ៉ាំពូឈាមញ៉ាំទៅឆ្ងាញ់ណាស់បាទឥឡូវយើងកូរវាឲ្យសព្វបន្តិចមកបាទទឹកស៊ុបយើងធ្វើហើយឥឡូវយើងមកធ្វើទឹកអំពិលបាទទឹកអំពិលចូលធ្វើហើយដែរឥឡូវយើងមកឆាកំពីបាទទុកដាក់ជាមួយនំបញ្ចុកយើងហ្នឹងបាទរបៀបឆាកាពិបាទឆាអូអែមមែនតើឆាវាឈ្ងុយពុះខុចមកទៅនឹងឥឡូវយើងមកចិតម្ទេសវិញមកចិតម្ទេសដើម្បីបាទធ្វើទឹកត្រីម្ទេសយើងហ្នឹងបាទការធ្វើទឹកត្រីយើងក៏ហើយដែរឥឡូវយើងមកវារំមើលការធ្វើបន្លែម្ដងបន្លែយើងដូចមានស្ដាច់បាត់ដោះបាត់តគួនបាត់កឆែតបាទអូមកជីឆាយមានអីអូហើយផ្កាស្នោបាទច្រើនមុខមែនតើបាទយើងធ្វើញ៉ាំម្ដងរវល់វិញផ្ទះតែម្ដងបាទនេះផ្កាស្នោយើងលាងឲ្យស្អាតគ្រប់មុខលាងឲ្យស្អាតបាទនេះជីនាងវើងជីអីហ្នឹងបាទនោះបាទជីឆាយើងហ្នឹងបាទឥឡូវនេះលាងហើយយើងហាជាការស្រេចហើយឥឡូវយើងមកចាប់នោះបញ្ចុកបន្ទុកស្រស់ញ៉ាំហ្មងបាទចាប់ភ្លាមស្រស់ភ្លាមបាទឥឡូវយើងមកត្រៀមស្រស់បន្លែហើយបាទស្រស់បន្លែគ្រប់មុខមកបាទយើងដាក់ត្រីដែលយើងចូលចិត្តមកបាទយើងធ្វើខ្លួនឯងមិនកំងគេទេបាទនេះយើងបាទថាវាស្រស់មើមហើយយើងដួសដាក់ចានភ្លាមតែម្ដងបាទយើងដួសហើយយើងបកនំបញ្ចុកដាក់មកទៀតបាទនិយាយទៅនៅផ្ទះមានបញ្ចប់តែម្ដងឥឡូវយើងបកនំបញ្ចុកហើយយើងមកដួសទឹកស៊ុបបាទមានឈាមបាទមានជើងមាន់ហ្នឹងហើយមានត្រីឆាគ្រឿងជាងមិញហ្នឹងបាទដួសដាក់គ្រប់មុខតែម្ដងបាទពោះញ៉ាំខ្លួនឯងដាក់មកឆ្អែតបាទឃ្លានយូរហើយបាទឥឡូវចុងផៅកំពុងតែដួសឲ្យបាទអូដាក់ឈាមមកទៀតបាទដួសទឹកបាទដាក់មកក្នុងទឹកស៊ុបឆ្ងាញ់តែម្ដងឥឡូវយើងមកបេះអាបន្លែនេះមកដាក់មុជជីអីមកធ្លាប់ពីលើមកបាទឥឡូវយើងស្រឡាញ់ជូរយើងដាក់ជូរឲ្យខ្លាំងមកបាទយើងស្រឡាញ់ហឹលយើងដាក់ម្ទេសច្រើនបាទខ្ញុំអត់ចេះហឹលទេបាទបន្តិចទេបាទយើងចូលចិត្តកាពិដាក់កាពិឲ្យច្រើនមកអូដាក់ប៉ក់តែម្ដងបាទនេះសម្ព័ន្ធភាពបាទដូចយើងទៅញ៉ាំគេដែរបាទបងឥឡូវយើងសាកឈាមសិនបាទនេះមើលមកឥឡូវយើងលីគ្រឿងហើយបានគ្រាន់តែសាបឲ្យព្រាយខ្ញុំដាក់ទៀតយើងមានសាច់ត្រីនំចុកបាទនេះដល់អត់សូវម្នើផងកំទៀតអើមកលោកអាចចង់សាក់បានទៅមកបាទខ្ញុំក៏ហូបដែរនេះដល់វាបងខ្ញុំប៉ាខ្ញុំបាទនេះមកខ្ញុំបាទបងអីបាទញ៉ាំទៅឃើញដំណើរហ្នឹងបាទគាត់ស្មាកូនខ្ចីមែនទេបាទគាត់ពាក់មួកខែរងាបាទនេះចុងផៅអត់ពឺតយើបាទហត់ម្នាក់ឯងបាទយើងហូបរួមគ្នាបាទពិតជាសប្បាយសូមអរគុណសម្រាប់ការទស្សនា